chứ cứ mà Harry để có tranh ống pí chùm đây là ha để dương nhắm vào trong ngày cá pra pra preng chùm rắn tranh thì sát chuốc preng olive group prophet prengទាំងអស់តាំងការសិក្សាបានបញ្ជាក់ថាបើសិនជាយើងប្រើប្រេងចាស់ដដែលបានន័យថាប្រើហើយម្ដងទៀតចាកាលណាប្រើចន្លោះចាប់ពីចន្លោះពីរដងឡើងទៅគឺមានហានិភ័យនៅក្នុងការកើតជំងឺមហារីកចាហើយបើយើងប្រើកាន់តែញឹកដដែលនៃប្រេងចាស់ហ្នឹងគឺពិតជាកើតមហារីកកាន់តែខ្ពស់ជំងឺមហារីកជាច្រើនដែលមានទំនាក់ទំនងនៅក្នុងការប្រើប្រាស់អាហារហូបចុកព្រោះដោយសារតែជំងឺមហារីកគឺជាការកើតឡើងនៅកោសិកាខុសប្រក្រតីមហារីកនៅក្នុងបំពង់កមហារីកនៅប្រព័ន្ធរំលាយអាហារដូចជាពោះវៀនធំកាពះមហារីកដោះមហារីកសួតមហារីកស្បូនមហារីកគ្រប់រាងកាយនិងប្រព័ន្ធទាំងអស់វាកើតឡើងចេញពីការដុះលូតលាស់នៃកោសិកាខុសប្រក្រតីការហូបចំណីអាហារគឺវាពិតណាស់សិតតែអាចផ្សារភ្ជាប់ទៅលើការលូតលាស់នៃកោសិកាខុសប្រក្រតីហ្នឹងប្រេងឆាឬក៏ប្រេងដែលចេញពីសត្វក៏ដោយតែយើងប្រើប្រាស់ដដែលវាសិតតែមានហានិភ័យក្នុងការកើមហារីកហ្នឹងដូច្នេះបើសិនជាបងប្អូនទាំងអស់គ្នាប្រើសូមប្រើតែម្ដងបានហើយកុំប្រើច្រើនដងប្រើម្ដងហើយចោលទៅមិនបាច់យកអាចាស់ហ្នឹងយកមកប្រើម្ដងទៀតទេព្រោះវាមានរិះឬក៏វាមានការចង់និយាយវិវត្តពេលដែលយើងញ៉ាំចូលទៅវាប៉ះជាមួយកោសិកានៃរាងកាយរបស់យើងដូច្នេះហើយការញ៉ាំប្រេងហ្នឹងគឺសូមឲ្យបងប្អូនប្រុងប្រយ័ត្នហើយមួយសូមឲ្យបងប្អូនញ៉ាំនៅក្នុងបរិមាណដែលតិចតួចព្រោះការដែលញ៉ាំញឹកញាប់ពេកប្រេងបើសិនជាយើងកំពុងតែមានជំងឺប្រចាំកាយដូចជាជំងឺសរសៃឈាមជំងឺលើសជាតិខ្លាញ់ចាហើយយើងញ៉ាំអត់បានគណនាថាការញ៉ាំរបស់យើងហ្នឹងវាច្រើនដងប៉ុណ្ណាក៏វាអាចប៉ះពាល់ទៅលើប្រព័ន្ធសរសៃឈាមបេះដូងរបស់យើងផងដែរអញ្ចឹងវីដេអូនេះគឺល្អមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាជាការស្វែងយល់ចាហើយចាប់ពីថ្ងៃហ្នឹងទៅកុំភ្លេចទៅឆែកមើលប្រេងចាស់កុំយកមកប្រើទៀតមួយហាដែលជៀនហើយបើជាប់ខ្មៅចានៅលើអាហារហ្នឹងក៏កុំញ៉ាំអីហើយឆ្នាំងខ្ទះដូចគ្នាប្រើប្រាស់សូមលាងឲ្យស្អាតលាងឲ្យជ្រះកុំឲ្យពេលដែលវានៅជាប់ខ្មៅហ្នឹងយើងយកទៅចម្អិនភាសាទៀតដោយអាខ្មៅហ្នឹងអាហ្នឹងហើយគឺរិះនៅក្នុងការកើតមហារីកខ្ពស់ខ្លាំងមែនទែនហើយអាហារក៏ប្រៀបដូចជាអាវុធបុកពីរដែរបើសិនជាយើងញ៉ាំខុសក៏វាប៉ះពាល់ដល់សុខភាពបើយើងញ៉ាំត្រូវតាមតម្រូវការរាងកាយវាក៏ជួយសុខភាពយើងឲ្យបានល្អហើយនឹងអាយុវែងផងដែរចាអរគុណច្រើនជម្រាបលាពីខ្ញុំអ្នកគ្រូសៃពៅចា